សម្រាប់បានបអសបើយើងចង់បង់ខ្លួនឯងយើងអាចទៅបង់បានចាអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងយើងប្រកបមុខរបរអីដែរយើងពាក់ព័ន្ធនឹងបអសនិងបងប្អូនអាចសាកសួរ1286បន្ថែមសម្រាប់យើងចង់ទៅធ្វើបានបអសចាចង់បញ្ជាក់បងប្អូនបន្តិចទៅលើស្ត្រីមានផ្ទៃពោះហើយដែលមានបានបអសដែលគាត់បង់ថវិកាខ្លួនឯងអញ្ចឹងបងប្អូនមកប្រយុទ្ធផ្ទៃពោះឬក៏សម្រាប់កូនអីអត់អស់ថវិកាទេចាអត់អស់ថវិកាទេហើយមួយទៀតអត្ថប្រយោជន៍បើសិនយើងបង់ចាប់លើសពី9ខែទៅបងប្អូនទទួលបានអត្ថប្រយោជន៍ក្រោយសម្រាប់កូន1,26,000ចាសរុបតែម្ដងក្នុងអំឡុងពេលមួយពោះគឺយើងអត់ទទួលបានលុយ80,000ដោយបងប្អូនកម្មករនីឬក៏មន្ត្រីរាជការទេចានេះករណីមួយហើយករណីមួយទៀតបើសិនបើយើងផ្ទៃពោះចូល7ខែទៅ8ខែយើងអាចទៅបលសដើម្បីបញ្ជាក់ថាយើងត្រៀមក្នុងការសម្រាលយើងទៅយកឯកសារមួយចំនួនពីបលសមកពេលដែលបងប្អូនសម្រាលកូនរួចដែលយើងសម្រាលនៅពេទ្យរដ្ឋហ្នឹងបងប្អូនសម្រាលកូនរួចបងប្អូនមានលិខិតមួយចំនួនចេញពីពេទ្យបញ្ជាក់ថាបងប្អូនបានសម្រាលកូនបងប្អូនយកឯកសារហ្នឹងទៅដាក់នៅបលសវិញដោយធម្មតាពេលដែលបងប្អូនទៅយកឯកសារពីបលសក្នុងអំឡុងពេលយើង8ខែហ្នឹងគាត់នឹងបញ្ជាក់ថាត្រូវយកឯកសារអីទៅខ្លះនៅពេលដែលយើងសម្រាប់កូនរួចមានដូចជាលិខិតចេញបោះត្រាបសសមានដូចជាសម្បត្តិកំណើតកូនឬក៏បញ្ជាក់ការសម្រាប់កូននំដូរសុខភាពឬមន្ទីរពេទ្យនឹងហើយចាយើងមានមានថាយើងមានឯកសារទាំងអស់ហ្នឹងហើយគឺយើងយកទៅដាក់នៅបអសទៅគឺយើងនឹងទទួលបានអត្ថប្រយោជន៍1,26,000ក្រោយសម្រាប់កូនហើយលុយហ្នឹងគឺថាពេលណាបាននឹងអត់ដឹងទេចាវាអាចកន្លះខែ10ថ្ងៃទៅ20ថ្ងៃអញ្ចឹងណាបងប្អូនហ្នឹងទៅតាមហ្នឹងទៅដោយសារយើងដឹងតែបានហើយគាត់ថាលឿនឬយឺតទៅតាមការងាររបស់បអសទេហ្នឹងបើមិនបងប្អូនចង់ច្បាស់បន្ថែមបងប្អូនតាក់ទងទៅបអស1286